សួស្តីបងប្អូនទាំងអស់គ្នាជំរាបសួរថ្ងៃនេះធ្វើវីដេអូមួយគឺវីដេអូដើរញ៉ាំអីទៀតហើយដោយសារតែថ្ងៃនេះថ្ងៃសៅរ៍ហើយប្តីខ្ញុំគាត់ធ្វើការហើយខ្ញុំអត់ធ្វើការទេអញ្ចឹងអង្គុយចាំប្តីចេញពីធ្វើការមកទៅញ៉ាំអីជុំគ្នាអត់ញ៉ាំបាយនៅផ្ទះទេទាំងកូនក៏ដែរគ្នាកំពុងតែគួយរងចាំហើយពុំគួយរងចាំប៉ាប៉ាចេញមកវិញអានតែរកអីញ៉ាំជុំគ្នាមួយសប្តាហ៍ជុំគ្នាតែថ្ងៃសៅរ៍អាទិត្យនឹងផងយេមកហើយពុំគួយរងចាំតែមួយទឹកសិនណាចឹងគ្រាន់តែមកដល់កន្លែងញ៉ាំបងប្អូនដោយសារមេឃភ្លៀងអញ្ចឹងប្តីខ្ញុំគាត់តម្លាក់ប្រពន្ធតម្លាក់កូនចុះសិនទៅគាត់ចូលឡានទៅទុកដោយសារមេឃភ្លៀងបងប្អូននេះឃើញអត់ប៉ារត់មកនៅទឹកភ្លៀងហើយដល់តែនេះប៉ារត់មកហើយទឹកអស់តែឥឡូវនេះចូលមកដល់ក្នុងហាងគេហើយយ៉ាបានអង្គុយអីស្កេសួរញ៉ាំទ្រីងញ៉ាំអីរួចហើយមើលមុខសិនអ្នកឃ្លានគ្រាន់តែគេសួរទ្រីងសួរអីញ៉ាំអីគេខ្លះហើយទឹកញ៉ាំទឹកអីគេខ្លះហើយណែរត់ប្រយមកបងប្អូនម្នាក់ឃ្លានហើយនោះថ្ងៃជិតម៉ោង1ហ្នឹងហើយចឹងទៅឃ្លានរត់មកប្រយមកបងប្អូនហើយខ្ញុំក៏ឃ្លានដែរបងប្អូននេះមកហូបនៅប៊ូហ្វេកន្លែងនេះគឺមានទាំងអស់នេះចាដោយសារកន្លែងខ្ញុំញ៉ាំមួយសខុសគ្នាទាំងអស់ហ្នឹងបងប្អូនខ្ញុំញ៉ាំម្ដេចម្ដងម្ដងចឹងណាហ្នឹងហើយយើងមិនញ៉ាំកន្លែងដែរណាយើងបដូររសជាតិពីនេះម្ដងពីនោះម្ដងចឹងណាចាហើយមកហូបសំណប់ចិត្តខ្ញុំហ្នឹងគឺឆាផ្សិតហ្នឹងបងប្អូនទៅណាក៏ខ្ញុំញ៉ាំដែរចាហើយនៅហ្នឹងមានឆាអាស្អីនេះទៀតនេះបងប្អូនហ្នឹងហើយហើយមានអានេះខ្ញុំចូលចិត្តដូចគ្នាដែរគឺខ្ញុំញ៉ាំអត់ដែរខានទេបងប្អូនអើយចាអានេះការចូលចិត្តរបស់មនុស្សខុសគ្នាដែរហ្នឹងណាបងប្អូនហ្នឹងហើយយើងចូលចិត្តអីយើងទៅចាប់ញ៉ាំហ្នឹងទៅចាអ្នកណាចូលចិត្តអីញ៉ាំហ្នឹងទៅលើកមុនចូលចិត្តនូដលណាឥឡូវអលែងចង់ហើយបងប្អូនអើយនូដលអីហ្នឹងហើយណែមកចូលចិត្តត្រីឬចូលចិត្តអីវិញនេះបងប្អូនហ្នឹងហើយត្រីចំហុយត្រីអីនេះហ្នឹងហើយមើលទៅវាដូចថាវាក្រាន់បើជាងអញ្ចឹងណាហ្នឹងហើយអត់មានខូកូណាត់ស្រីមទេវាទៅជាមានអានោះដូចជាសាច់មាន់ណាបងប្អូនហ្នឹងហើយមកដល់ដែរមើលមាត់ញាប់ហើយចាទាំងឪទាំងកូនឃ្លានទាំងអស់គ្នាហ្នឹងបងប្អូនហ្នឹងហើយអស់មួយចានហើយរត់មករកមួយចានទៀតចានេះគឺគេហៅស៊ុបបងប្អូនហ្នឹងហើយស៊ុបចិនណាចាជូហិលហ៎ហ្នឹងជូហិលជូហិលចាមានតាំងពីជើងមាន់ចាមានតាំងពីអីទេបងប្អូនអើយខ្ញុំភ្លេចឈ្មោះអស់ហើយណាអស់ហ្នឹងមាននំប៉ាវចាអាហ្នឹងសិតតែគ្រឿងគេចំហុយគេទុកនៅក្នុងអាឡាំងសឹងគេហ្នឹងចាបងប្អូនហ្នឹងហើយខ្ញុំថតទេអត់មានបានដួសញ៉ាំទៀតទេនេះមកញ៉ាំម្នាក់បងប្អូនកន្លែងផ្សេងទៀតធ្វើដូចជាអត់កកអញ្ចឹងអានេះដូចធ្វើទៅរៀងស្ងួតមែនតែនហើយនេះគ្រឿងខាងសាឡាត់ខាងអីបងប្អូនហ្នឹងហើយនេះខ្ញុំមួយចាននេះទៀតហើយណាបងប្អូនចាតែគឺថាមិនញ៉ាំតិចទេដាក់តអាណាណីដែរហ្នឹងណាខ្ញុំមកពេលបើថាបានឃ្លានខ្លាំងផងដាក់តតឹងពោះមើលមុខអ្នកញ៉ាំមកហើយបងប្អូនហ្នឹងហើយចូលចិត្តញ៉ាំប៊ូហ្វេដោយសារអីប៊ូហ្វេមានម្ហូបច្រើនមុខបងប្អូនហ្នឹងហើយពេលខ្លះចង់ញ៉ាំអានេះពេលខ្លះចង់ញ៉ាំអានោះចឹងណាហ្នឹងហើយចឹងទៅមានតែជំរើសមួយគឺមកប៊ូហ្វេហ្នឹងហើយបានញ៉ាំច្រើនមុខមួយមុខញ៉ាំនិយាយទៅយើងទៅដួសមកមួយមុខបន្តិចចឹងណាហ្នឹងហើយបានហូបច្រើនមុខហើយបើយើងទៅហាងហៅតាចូលខ្ទង់4 10មុខអញ្ចឹងហើយចាំមើលសាច់លុយបងប្អូនហ្នឹងហើយអញ្ចឹងទៅបើយើងចង់ញ៉ាំច្រើនមុខអស់លុយតិចតតែមកប៊ូហ្វេហ្នឹងហើយបងប្អូនទាំងគេទាំងខ្ញុំឲ្យកូនខ្ញុំអង្គុយមើលហើយឃ្លានខ្លាំងពេកទៅដួសតែម្ដងយកតែបន្តិចមកលេងថាឆ្អែតបាត់ហើយញ៉ាំទឹកអស់មួយកែវបងប្អូនហ្នឹងហើយបញ្ចុកអីទៀតក៏លេងញ៉ាំដែរហើយនេះគឺមុខ
ខាងបន្លែហើយនឹងសាច់នេះនឹងដែលយើងត្រូវចាប់តែឲ្យគេធ្វើឲ្យយើងថ្មីគេឆាគេអីថ្មីឲ្យយើងអញ្ចឹងណាចាពួកខ្ញុំញ៉ាំឆ្អែតអស់ហើយដល់វគ្គទៅរនំរផ្លែឈើហើយបងប្អូនហ្នឹងហើយខ្ញុំមករកតែផ្លែឈើទេនំអីខ្ញុំអត់សូវទេបងប្អូនហ្នឹងហើយខ្ញុំចូលចិត្តផ្លែឈើនេះជាងគេចាអាហ្នឹងខាត់ត្រឡប់ហើយបងប្អូនហ្នឹងហើយនៅនេះមានសកានៀកដែរគឺខ្ញុំចូលចិត្តសកានៀកតិចឆ្ងាញ់ណាបងប្អូនហ្នឹងហើយbuffet ខ្លះគឺអត់មានដាក់សកានៀកឯណាបងប្អូនហ្នឹងហើយប៉ុន្តែ buffet នៅកន្លែងនេះគេដាក់សកានៀកហើយមានផ្លែឈើរីហើយមានផ្អែមកំប៉ុងផ្អែមកកអីចឹងណាមានតាំងពីអាឡឹកទៀត